បាទសួស្តីបងប្អូនអរគ្នាសម្រាប់បងប្អូនដែលចង់ចេះចាក់ follow ចាក់អឺ like TikTok អីបងប្អូនអាចមើលវីដេអូនេះបានហើយនិយាយទៅបងប្អូនអាចមើលពីរបៀបដែលខ្ញុំបង្ហាញទៅបងប្អូននឹងយល់ហើយជាដំបូងឡើយបងប្អូនត្រូវចូលទៅកាន់browser របស់យើងជ្រុំដំបូងឡើយយើងចូលជ្រុំទៅបាទបន្តមកទៀតយើងត្រូវការទៅ add នៅ browser ថ្មីយើងចូលទៅbrowser ថ្មីបាទបន្តមកទៀតយើងធ្វើការអឺ search រក website ដែលយើងត្រូវការចាក់ follow ចាក់like TikTok follow TikTok អីចឹងណាបងប្អូនសម្រាប់បងប្អូនដែលមើលហើយជួយ subscribe អ្នកមួយផងហើយខ្ញុំនឹងមានវីដេអូបង្ហាញបន្តនោះទៀតបាទយើងបន្ទាប់ពីយើងចូលក្នុង browser ហ្នឹងហើយយើងចុចផ្សេងមើលទៅហើយនិយាយចំទៅវាមានច្រើនណាបងប្អូនបើសិនជាយើងវាយតាពាក្យបែបនេះចាំមើលយើងវាយពាក្យ www. s យើងដាក់អក្សរធំក៏បានអក្សរតូចក៏បានដែរ mm ចឹងមក .com ហើយយើងធ្វើការ search វាទៅបាទបងប្អូនអរគ្នានឹងឃើញហើយគឺមាន website ច្រើនហើយយើងមើលwebsite មួយណាក៏បានដែរស្អាតដូចយើងមើលទេដូចជា website នេះចឹងរបស់ខ្មែរយើងហើយ website ហ្នឹងបងប្អូនអាចសាកមើលបានថាវាដើរល្អអត់អីអត់មានអ្នកប្រើប្រាស់ច្រើនអត់បងប្អូនមើលតាមហ្នឹងទៅអានេះកន្លែងអ្នក order អ្នកដែលចូលទៅ order ក្នុងហ្នឹងចឹងហើយនឹង rate ផ្កាយប្រហែលចឹងដឹងហើយវាមានអីខ្លះវាមានដូចជា Facebook Telegram YouTube TikTok ហើយកម្មវិធីច្រើនទៀតសម្រាប់បងប្អូនធ្វើការរកលុយជាមួយវាឬក៏ចាក់follow ចាក់ like ចាក់អីចឹងចាក់ comment ចាក់អីចឹងហ្នឹងគឺយើងមើលនៅក្នុងហ្នឹងវាមានច្រើនបើសិនជា website ហ្នឹងយើងអត់ពេញចិត្តទេយើងអាចថយទៅវិញបានថយទៅវិញមួយទៅយើងមកមើលអាក្រោមមួយទៀតសិតទៅ website ហ្នឹងដូចគ្នាគាត់ថា website វាស្តៀងគ្នាទេតែវាស្រែកលើបងប្អូនជ្រើសរើសវាមានល្អនិងមិនសូវល្អតាមបងប្អូនមើលជាក់ស្ដែងពិសោធន៍ជាក់ស្ដែងដូចជាពួកនេះចឹងបងប្អូនតតសាកមើលថាវាល្អអត់អីអត់ចឹងតែយើងហៅមើលសិនទៅ website វាមានច្រើនសម្រាប់ដែលយើងចាក់ follow ចាក់ like page អីមានច្រើនណាចឹងយើងចូលមើលច្រើនសិនមកមើលទៅ website មួយណាដែលយើងអឺមើលទៅទំនងគឺយើងអាចមើលទៅពួកនេះអីបើយើងមិនចេះទេយើងស្រាវជ្រាវខ្លួនឯងថែមអាហ្នឹងវាស្រែកលើបងប្អូនផឹងស្រាវជ្រាវថែមបើដូចខ្ញុំស្រាវជ្រាវខ្លួនឯងច្រើនរឿងចាក់រឿងបង្កើតកម្មវិធី set up ក្នុង website ក្នុងអីចឹងវាមានច្រើនតែមុខងាររបស់វាគឺដូចគ្នាមានច្រើនដូចគ្នាគឺមុខងារដូចគ្នាទេ
ឥឡូវយើងចូលទៅមើលម្ដងមួយចឹងស្អែកលើបងប្អូនចង់យកមួយណាចង់ប្រើ website មួយណាល្អបងប្អូនអាចតេស្តមើលខ្លួនឯងអាហ្នឹងគ្រាន់ជាការណែនាំរបស់ខ្ញុំបទពិសោធន៍ខ្ញុំនិយាយចំទៅថាបទពិសោធន៍ខ្ញុំធ្លាប់ប្រើវាមានច្រើនណាស់តែខ្ញុំចេះតែរុករកបន្ថែមរហូតតតែប៉ះ website ណាដែលខ្ញុំគិតថាវាល្អបានខ្ញុំចាក់វាតាមហ្នឹងហើយការចាក់វាមិនច្រើនទេវាមានតិច10 20សេន30សេនរហូតដល់1រៀល2រៀល10រៀល20រៀលក៏មានតាមបងប្អូនត្រូវការហើយបងប្អូនមើលទៅវាមានច្រើនបើតាមមកបង្ហាញអស់ទេវាមានច្រើនណាយើងស្រាវជ្រាវមើលម្ដងមួយទៅដូចនេះក៏ website ហ្នឹងដែរ website ហ្នឹងខ្ញុំធ្លាប់ប្រើវាល្អដែរវាមាន service choមើល service វាមានអីខ្លះយើងឆែកមើលទៅបាទអានេះឈ្មោះរបស់ខ្ញុំប្រើហ្នឹងយើងចូលទៅមើល service ទៅយើងយក new order ចឹងមកហើយយើងឆែកមើលទៅនេះអូសមកលើមកយើងឃើញនេះវាមាន Instagram follower មានអីចឹងហើយយើងអាចមើលវាទៅមាន music play ចឹងទៅមាន YouTube view អញ្ចឹងទៅមានច្រើន website ហ្នឹងគឺល្អហើយបងប្អូនមើលទៅនេះបងប្អូនចេះអង់គ្លេសខ្លះក៏ល្អដែរមើលទៅដឹងហើយបាទវាមាន short video អីចឹងទៅមានអីចឹងទៅមានម៉ោងមានអីចឹងទៅចឹងណាហើយមាន subscriber មានអីចឹងទៅតពី YouTube មកវាមាន TikTok មាន TikTok follower TikTok អីចឹងទៅហើយបងប្អូនមើលទៅត្រូវការ TikTok follower TikTok like TikTok អីចឹងទៅមានច្រើនមាន tag ទៅប្រទេសក្រៅប្រទេសអីផ្សេងទៀតមាន like មានអីចឹងទៅអាហ្នឹងតាមបងប្អូនត្រូវការមុខងារមួយណាបងប្អូនចង់បានចឹងដូចជា Instagram ក៏មានInstagram follower អីចឹងទៅមានច្រើនណាមាន follow យើងចង់ដាក់ទៅប្រទេសណាឲ្យគេ follow យើងមកពីប្រទេសហ្នឹងក៏បានដែរមានច្រើនបាទមានច្រើនមែនទែនបងប្អូនមើលទៅអានេះចូលមកដល់ Facebook យើងមើលទៅមាន Facebook follower profile មានអីចឹងបាទហើយបងប្អូនមើលទៅមានច្រើន follower មាន follow page follow page like follow អីចឹងទៅមានច្រើនណាស់មាន post photo មានអីចឹងទៅបងប្អូនស្វែងយល់ទៅដឹងហើយអាហ្នឹងមានច្រើនណាមានចាក់នាទីចាក់អីក៏មានដែរ Facebook មានទាំងអស់ក៏ Facebook មានកម្មវិធីអីផ្សេងដែលបងប្អូនប្រើតែកម្មវិធីអស់នេះខ្ញុំដូចជាមិនដែលប្រើទេពួកកម្មវិធីឈ្មោះស្អីនេះគឺយើងអត់សូវស្គាល់ទេស្គាល់សំខាន់ស្គាល់តែ Facebook YouTube និង TikTok តែប៉ុណ្្នឹងឯងបាទយើងមើលវាមានដូចជាវាមានច្រើនតែអាណាដែលសំខាន់បងប្អូនមើលខ្លួនឯងទៅត្រូវការ Facebook ត្រូវការ TikTok ត្រូវការ follow អីចឹងទៅអាហ្នឹងវាអញ្ចឹងមានច្រើនណាហើយចាំមើលវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីការដាក់លុយដាក់អីចឹង
ពីរបៀបដាក់លុយដាក់អីចូលចឹងទៅហើយបងប្អូនធ្វើការមួយស្វីសមួយណាបងប្អូនដាក់ស្វីសហ្នឹងទៅបាទហើយសូមជួយ subscribe ម្នាក់មួយផងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ